វគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ចូលទិន្នន័យថវិកាកម្មវិធីវិនិយោគ3ឆ្នាំរំកិលឃុំសង្កាត់គាំទ្រអាហារូបត្ថម្ភក្នុងប្រព័ន្ធចលនាបង្កើនអាហារូបត្ថម្ភ Sun Toolព្រឹកថ្ងៃសុក្រទី24ខែតុលាឆ្នាំ2025លោកមីន កុម្ភៈអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុនិងអាដាម ឡាវសិទ្ធិរោអគ្គលេខាធិការរងក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ចូលទិន្នន័យថវិកាវិនិយោគ3ឆ្នាំរំកិលឃុំសង្កាត់ដែលគាំទ្រអាហារូបត្ថម្ភក្នុងប្រព័ន្ធចលនាបង្កើនអាហារូបត្ថម្ភ Sun Tool នៅខេត្តព្រះសីហនុដែលមានការចូលរួមពីប្រធានមន្ត្រីអង្គភាពពាក់ព័ន្ធក្រុមប្រឹក្សាឃុំសង្កាត់ស្មៀនឃុំសង្កាត់ព្រមទាំងសមាជិកសមាជិកាលោកមីន កុម្ភៈអភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថ្លែងថាវគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ចូលទិន្នន័យថវិកាឃុំសង្កាត់លើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភមានគោលបំណងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបាននូវអាហារគ្រប់គ្រាន់មានសុវត្ថិភាពប្រកបដោយអាហារូបត្ថម្ភដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការផ្នែកចំណីអាហារនិងចំណង់ចំណូលចិត្តក្នុងការទទួលទានអាហាររបស់ពួកគេព្រមទាំងប្រើប្រាស់អាហារឲ្យបានល្អប្រសើរដើម្បីឲ្យការរស់នៅរបស់ពួកគេមានសុខភាពល្អនិងមានផលិតភាពខ្ពស់ឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមកប៉ុន្តែការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រដោះស្រាយបញ្ហាទុក្ខលំបាកលើកស្ទួយកម្រិតជីវភាពរស់នៅនិងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋថែមទៀតផងលោកអភិបាលរងខេត្តបានបញ្ជាក់ថាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភជាបញ្ហាអន្តរវិស័យតម្រូវឲ្យមានកិច្ចសហការសម្របសម្រួលការអន្តរាគមន៍និងការវិនិយោគក្នុងវិស័យកសិកម្មសុខាភិបាលអប់រំទឹកស្អាតអនាម័យគ្រប់គ្រងធនធានទឹកការគាំពារសង្គម Gender និងវិស័យពាក់ព័ន្ធនានារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1សម្រាប់ឆ្នាំ2023-2028ដោយកំណត់គោលដៅយុទ្ធសាស្ត្រវិធានការនិងផែនការសកម្មភាពជាច្រើនព្រមទាំងផ្ដល់អនុសាសន៍ដល់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទសម្របសម្រួលនិងសហការជាមួយស្ថាប័នពាក់ព័ន្ធឲ្យអនុវត្តនៅផែនទីបង្ហាញផ្លូវស្ដីអំពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ2030និងរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី3ឆ្នាំ2024-2028ចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ឲ្យទទួលបានជោគជ័យពិសេសបញ្ញកោណទី1មុំ4នៃការពង្រឹងប្រព័ន្ធការពារសង្គមនិងប្រព័ន្ធស្បៀងអាហារអាដាម ឡាវសិទ្ធិរោអគ្គលេខាធិការរងក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទបានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ចូលទិន្នន័យថវិកាកម្មវិធីវិនិយោគ3ឆ្នាំរំកិលឃុំសង្កាត់ដែលបានគាំទ្រអាហារូបត្ថម្ភនៅក្នុងប្រព័ន្ធចលនាបង្កើនអាហារូបត្ថម្ភ Sun Tool ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំស្មៀនឃុំមន្ត្រីកសិកម្មឃុំនិងជំនួយការហិរញ្ញវត្ថុឃុំឲ្យយល់ច្បាស់អំពីសារៈសំខាន់វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភក្របខ័ណ្ឌវិភាគវិធីសាស្ត្រប្រមូលទិន្នន័យនិងវិភាគថវិកាកម្មវិធីវិនិយោគ3ឆ្នាំរំកិលឃុំសង្កាត់ដែលគិតគូរដល់អាហារូបត្ថម្ភនៅក្នុងប្រព័ន្ធអនឡាញពិសេសគោលដៅទី2គឺបញ្ឈប់ភាពអត់ឃ្លានសម្រាប់ឲ្យបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភមានភាពល្អប្រសើរឡើងនិងកំណើនការងារសពធប្រសិទ្ធភាពនិងចីរភាពជាពិសេសយុទ្ធសាស្ត្របញ្ញកោណទី1មុំទី4ការពង្រឹងប្រព័ន្ធគាំពារលើកកម្ពស់កសិកម្មប្រកបដោយចីរភាពនិងស្របតាមយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ដើម្បីសង្គមនិងប្រព័ន្ធស្បៀងនិងបញ្ញកោណទី4មុំ3ការលើកស្ទួយវិស័យកសិកម្មនិងការអភិវឌ្ឍជនបទជាក់ស្ដែងពិន្ទុសន្ទុះនៃភាពអត់ឃ្លាន Global Hunger Index បានធ្លាក់ចុះ 41.40 នៅឆ្នាំ2000មកនៅត្រឹម 14.90 នៅឆ្នាំ2023អត្រាក្រិនក្រេសរបស់កុមារអាយុក្រោម5ឆ្នាំបានថយចុះពី 32% ក្នុងឆ្នាំ2014មកនៅត្រឹម 22% ក្នុងឆ្នាំ2022ទោះជាយ៉ាងណាក៏ដោយកង្វះអាហារូបត្ថម្ភស្រួចស្រាលស្គមស្គាំងនៅតែប៉ះពាល់ដល់កុមារក្នុងអត្រា 9.6%
បញ្ហាលើសទម្ងន់និងបញ្ហាធាត់ក្នុងចំណោមស្ត្រីដែលមានអាយុចាប់ពី15ឆ្នាំដល់49ឆ្នាំបានកើនឡើងឈរលើបរិបទនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមនាពេលបច្ចុប្បន្នបានធ្វើឲ្យប្រជាជនផ្លាស់ប្ដូររបៀបរស់នៅនិងផ្លាស់ប្ដូរឥរិយាបថក្នុងការបរិភោគអាហារការផ្លាស់ប្ដូរទាំងនេះមានឥទ្ធិពលជាវិជ្ជមានលើស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជនរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយកង្វះអាហារូបត្ថម្ភបញ្ហាកង្វះអាហារូបត្ថម្ភបញ្ហាកង្វះមីក្រូសារជាតិនិងបញ្ហាថយចុះអត្រាបំបៅដោះកូនដោយទឹកដោះម្ដាយបញ្ហាធាត់លើទម្ងន់ក៏មាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់ទន្ទឹមនេះរបបអាហារមិនល្អហើយការខ្វះលំហាត់ប្រាណមិនបានគ្រប់គ្រាន់ជាកត្តាហានិភ័យនៃបញ្ហាសុខភាពសាធារណៈនឹងធ្វើឲ្យចុះខ្សោយប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺគ្រប់ប្រភេទការទទួលទានអាហារដែលមានថាមពលខ្ពស់ជាតិខ្លាញ់ស្ករឬអំបិលច្រើននិងការបរិភោគបន្លែផ្លែឈើមិនបានគ្រប់គ្រាន់ជាហេតុផលចម្បងបណ្ដាលឲ្យមានជំងឺមិនឆ្លងនានាដូចជាជំងឺទឹកនោមផ្អែមជំងឺបេះដូងជំងឺឡើងសម្ពាធឈាមជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺមហារីកលក្ខ